ប្រសិនបើអ្នកទាំងអស់គ្នាអាចឆ្លងពេលវេលាបានតើអ្នកទាំងអស់គ្នានឹងធ្វើអ្វីខ្លះនឹងអ្នកទាំងអស់គ្នានេះគឺលោក Andrew Coulson ដែលត្រូវបានគេជឿថាគាត់គឺជាមនុស្សម្នាក់ដែលអាចឆ្លងពេលវេលាបានរឿងរ៉ាវនោះគឺកើតឡើងនៅអំឡុងឆ្នាំ2003លោក Andrew Coulson បានចំណាយលុយប្រមាណជា$800ក្នុងការទិញភាគហ៊ុនចំនួន126ភាគហ៊ុនផ្សេងគ្នាដែលជាភាគហ៊ុនមានហានិភ័យខ្ពស់បំផុតនៅក្នុងចំណោមនោះត្រឹមរយៈពេល2សប្តាហ៍លោក Andrew Coulson បានចំណេញអំពីភាគហ៊ុន126ភាគហ៊ុនផ្សេងគ្នារបស់គាត់រហូតដល់$350លានដែលធ្វើឲ្យមនុស្សគ្រប់គ្នាគឺភ្ញាក់ផ្អើលខ្លាំងមែនទែនកាលពីចំនួនហ្នឹងដោយសារតែចំណេញខ្លាំងពេកក៏ត្រូវបានក្រុម FBI ចាប់ខ្លួនដើម្បីយកទៅសួរចម្លើយថាហេតុអីការវិនិយោគភាគហ៊ុនចំនួន126ភាគហ៊ុនរបស់គាត់ដែលជាភាគហ៊ុនហានិភ័យនោះបែរជាចំណេញរហូតដល់$350លានវាមិនអាចទៅរួចទេដែលនៅសុកស្រាប់តែវិនិយោគឬក៏មានសំណាងបែបហ្នឹងគឺវាមិនអាចទៅរួចតែម្ដងចុងក្រោយលោក Andrew Coulson ក៏បានសារភាពថាលោកគឺជាមនុស្សដែលមកពីអនាគតអំឡុងឆ្នាំ2256តាមរយៈម៉ាស៊ីនពេលវេលាអញ្ចឹងគឺគាត់អាចដឹងច្បាស់នៅអំឡុងឆ្នាំ2003ថាមានរឿងអីកើតឡើងខ្លះនៅអំឡុងឆ្នាំមួយហ្នឹងប៉ុន្តែมันបានប្រមាណថ្ងៃផងក៏ត្រូវបានបុគ្គលសម្ងាត់ម្នាក់បានចំណាយលុយជាង$1លានដើម្បីធានាខ្លួនគាត់យកទៅរហូតមកដល់ពេលបច្ចុប្បន្ននេះគឺយើងអត់ដឹងថាលោក Andrew Coulson គឺទៅដល់កន្លែងណានិងនៅទីណាគឺយើងអត់ដឹងទេហើយបុគ្គលសម្ងាត់ដែលធានាគាត់ម្នាក់នោះក៏យើងអត់ដឹងថាគឺជាអ្នកណាដែរព័ត៌មាននោះគឺបានបិទរហូតមកដល់ពេលបច្ចុប្បន្ននេះចុះបើអ្នកទាំងអស់គ្នាអាចឆ្លងពេលវេលាបានតើអ្នកទាំងអស់គ្នានឹងធ្វើអ្វីខ្លះ comment ក្នុងក្រោមអ្នកមួយមកហើយ complete follow អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗជួបគ្នានៅវីដេអូក្រោយ